រោះមិនមែនមានតែសម្រាប់ឲ្យមើលនោះទេប៉ុន្តែវាមានសំឡេងជាលក្ខណៈពិសេសសំឡេងក្រហមកាលណាទឹកជ្រោះកាន់តែធំសំឡេងធ្លាក់ប៉ះនឹងថ្មកាន់តែខ្លាំងហាក់ដូចជាតន្ត្រីដ៏មានអំណាចភាពត្រជាក់ស្រោបខ្យល់ដែលបក់កាត់ទឹកជ្រោះនាំមកនៅដំណាក់ទឹកតូចប៉ះនឹងស្បែកបង្កើតបានជាអារម្មណ៍ស្រស់ស្រាយនិងបាត់នៅភាពនឿយហត់នេះគឺជាអារម្មណ៍ដែលទទួលបាននៅពេលដែលទៅលេងទឹកជ្រោះហើយនេះគឺជាទឹកជ្រោះកាចាញដែលស្ថិតនៅក្នុងខេត្តរតនគិរីសម្រាប់បងដែលគាត់ចូលចិត្តបែបទឹកជ្រោះបែបព្រៃភ្នំអាចសាកល្បងទៅលេងនៅខេត្តរតនគិរីបាន